រឿងប្រាជ្ញីឈ្មោះឧត្តរមេដាទោសនៃការដាក់បណ្ដាសាកូនរបស់ខ្លួនសម័យមួយព្រះកង្ខារេវតថេរកំពុងសម្រាកក្នុងវេលាថ្ងៃក្បែរឆ្នេរទន្លេគង្គាពេលនោះមានប្រាជ្ញីមួយសម្បុរអាក្រក់ឃើញគួរខ្លាចមានសក់វែងដល់ដីអាក្រាតខ្លួនទទេបានយកសក់របស់ខ្លួនបិទបាំងកាយដើរចូលទៅរកព្រះថេរៈហើយនិយាយត្អូញត្អែថាបើពិតលោកម្ចាស់ចាប់តាំងអំពីខ្ញុំធ្វើមរណកាលមកចំនួន55ឆ្នាំហើយមិនដែលបានបរិភោគអាហារនិងផឹកនៅទឹកសោះឡើយខ្ញុំស្រែកទឹកណាស់សូមលោកម្ចាស់ឲ្យទឹកដល់ខ្ញុំម្ចាស់ផងព្រះកង្ខារេវតៈតបថាទន្លេគង្គានេះមានទឹកត្រជាក់ហូរចេះអំពីភ្នំហេមពាន្តមកចូលនាងផឹកនៅទឹកក្នុងទន្លេនេះទៅហេតុអ្វីបានជាមកសុំអាត្មាវិញប្រែឆ្លើយថាបើពិតលោកម្ចាស់ខ្ញុំដងទឹកទន្លេនេះហើយតែផឹកមិនបានសោះព្រោះទឹកទន្លេខ្លាចជាឈាមក្នុងពេលដែលខ្ញុំដងហើយអាស្រ័យហេតុនោះសូមលោកម្ចាស់ឲ្យទឹកដល់ខ្ញុំផឹកផងព្រះថេរៈសួរថានាងបានធ្វើកម្មអាក្រក់ដូចម្ដេចដោយកាយវាចាចិត្តវិជាមុនទៅពេលនេះមានវិបាកដូចម្ដេចប្រែឆ្លើយថាកាលពីពុបជាខ្ញុំមានកូនប្រុសម្នាក់ឈ្មោះឧត្តរៈជាបាសកអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះសាសនាខ្ញុំជាមនុស្សកំណាញ់មិនចង់ឲ្យខាតបង់ទ្រព្យគោខ្ញុំបានឲ្យចេវរៈបណ្ឌបាកលានភេសជ្ជៈនិងទីសេនាសនៈចំពោះសមណៈទាំងឡាយពេលនោះសក្តីកំណាញ់រួមរិទ្ធចិត្តខ្ញុំបណ្ដាលឲ្យមានសក្តីក្រោធញាប់ញ័រជេរប្រតិចដាក់បណ្ដាសាកូនថាមនាលឧត្តរចេវរៈបច្ច័យជាដើមនោះចូលកើតទៅជាឈាមដល់អ្នកឯងក្នុងបរលោកចោះព្រោះផលនៃកម្មនេះទៅទឹកទន្លេគង្គាខ្លាយកើតជាឈាមដល់ខ្ញុំព្រះថេរៈមានសេចក្តីអនុគ្រោះបានជួយប្រាជ្ញនោះឲ្យរួចដោះចាកអំពីបាបកម្មរបស់ខ្លួនចាកអំពីពេលនោះទៅ